ឧត្តមស្នេហ៍ឯករដ្ឋស្រៀងបង្ហាញការភ្ញាក់ផ្អើលនិងសោកស្ដាយចំពោះករណីឆបោកមួយដែលខាតបង់ប្រាក់អស់$7 លាននៅក្នុង page Facebook ផ្ទាល់ខ្លួនរបស់លោកឧត្តមស្នេហ៍ឯករដ្ឋស្រៀងផុសនាថ្ងៃទី25 ខែមេសា ឆ្នាំ 2025 បានលើកឡើងអំពីបទពិសោធន៍នៃការបង្ក្រាបករណីឆបោកជាច្រើនដែលលោកធ្លាប់បានផ្សព្វផ្សាយនិងអំពាវនាវឲ្យមហាជនមានការប្រុងប្រយ័ត្នហើយលោកក៏បានបង្ហាញនូវអារម្មណ៍ភ្ញាក់ផ្អើលនិងសោកស្ដាយចំពោះករណីឆបោកមួយដែលធ្វើឲ្យជនរងគ្រោះខាតបង់ប្រាក់រហូតដល់$7 លានត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបបានកាលពីថ្ងៃទី19 ខែមេសា ឆ្នាំ 2025 សូមមើលខ្លឹមសារទាំងស្រុងដែលលោកឧត្តមស្នេហ៍ឯករដ្ឋស្រៀងបានផុសដូចខាងក្រោមសេចក្តីលោភលន់អាចធ្វើឲ្យអ្នកភ្លេចនៅសេចក្តីត្រេះរិះរយៈកាលកន្លងមកខ្ញុំបានផ្សព្វផ្សាយនៅបទពិសោធន៍អំពីការឆបោកជាច្រើនរូបភាពតាមរយៈលទ្ធផលដែលខ្ញុំដឹកនាំកម្លាំងក្រោមអាវ៉ាតបង្ក្រាបបានតាំងពីខ្ញុំនៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យរហូតមកធ្វើជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញដូចជាករណីទម្លាក់មាសបញ្ឆោតឲ្យយើងឃើញហើយបបួលយើងចែកគ្នាដោយគេយកគ្រឿងអលង្ការឬប្រាក់ដែលមានជាប់ខ្លួនយើងហើយយើងយកមាសដែលគេទម្លាក់មកផ្ទះคล้ายជារបស់คล้ายករណីអ្នកមិនស្គាល់คล้ายជាជនសប្បុរសឬជាអ្នកសុំស្នេហ៍ពីយើងហើយផ្ញើរបស់របរមានតម្លៃឬប្រាក់ពីក្រៅប្រទេសឲ្យយើងបន្ទាប់មកក៏មានអ្នកคล้ายជាគយឬសមត្ថកិច្ចគេប្រាប់យើងថារបស់មានតម្លៃឬប្រាក់ដែលផ្ញើមកពីក្រៅប្រទេសសិតតែខុសច្បាប់ហើយក៏បោកយើងថាដើម្បីយករបស់ឬប្រាក់ទាំងនោះបានត្រូវបង់ប្រាក់ឲ្យគេជាដើមតែអ្វីដែលភ្ញាក់ផ្អើលនិងសោកស្ដាយបំផុតគឺបានឃើញល្បិចឆបោកដដែលរបស់ជនទុច្ចរិតនៅតែមានប្រសិទ្ធភាពដោយមានជនរងគ្រោះម្នាក់ហើយម្នាក់ទៀតត្រូវរងការបោកប្រាស់និងធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិអស់ជាច្រើនថ្ងៃនេះខ្ញុំសូមលើកយករូបភាពឆបោកមួយករណីទៀតដែលអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបបានកាលពីថ្ងៃទី19 ខែមេសា ឆ្នាំ 2025 មកអំពាវនាវជាថ្មីដើម្បីឲ្យមហាជនមានការប្រុងប្រយ័ត្នជនរងគ្រោះម្នាក់ត្រូវបានជនជាតិស្បែកខ្មៅ5នាក់លួងលោមថាពួកគេមានប្រាក់ប្រឡាក់ទឹកខ្មៅជាច្រើនលានដុល្លារអាមេរិកតែពុំអាចចាយបានលុះត្រាតែមានប្រាក់ដុល្លារពិតប្រាកដយកមកលាងជាមួយម្សៅហើយយកម្សៅនោះទៅលាងជាមួយនឹងប្រាក់ប្រឡាក់ទឹកខ្មៅទើបคล้ายជាប្រាក់អាចចាយបានដោយពួកវានឹងឲ្យផលចំណេញមកជនរងគ្រោះវិញ1ទ្វេជា3ឬ1ទ្វេជា5ដំបូងឡើយជនរងគ្រោះបានយកប្រាក់ដុល្លារពិតប្រាកដចំនួន$2,000ឲ្យក្រុមឆបោកដាក់ចូលម៉ាស៊ីនក្រឡុកជាមួយនឹងម្សៅនិងដាក់ប្រាក់ប្រឡាក់ទឹកខ្មៅចូល$8,000តែមុនពេលក្រឡុកក្រុមឆបោកបានឲ្យជនរងគ្រោះលេបថ្នាំដោយប្រាប់ថាដើម្បីការពារការពុលម្សៅគីមីដែលក្រឡុកប្រាក់ហើយពួកវាក៏លេបឲ្យមើលមុនផងដែរមួយសន្ទុះក្រោយមកឃើញថាប្រាក់ចេញមកវិញចំនួន$10,000សិតតែជាប្រាក់ដុល្លារពិតប្រាកដអាចចាយបានត្រង់នេះជាល្បិចបន្លំមួយបន្ទាប់មកក្រុមឆបោកក៏ប្រគល់ប្រាក់ដែលទើបលាងរួចឲ្យទៅជនរងគ្រោះទាំងអស់ត្រង់នេះជាល្បិចចិត្តសាស្ត្រមួយក្រោយមកជនរងគ្រោះក៏មានការទុកចិត្តជឿលងទៅលើជនឆបោកទាំងស្រុងបានប្រគល់ប្រាក់ជាបន្តបន្ទាប់ឲ្យទៅជនឆបោកទាំងនោះរហូតដល់ចំនួន$7 លានដើម្បីលាងប្រាក់ប្រឡាក់ទឹកខ្មៅចំនួន$28 លានហើយក្រុមឆបោកបានបែងចែកឲ្យជនរងគ្រោះចំនួន$25 លានគ្រាន់តែរៀងរាល់ពេលដកប្រាក់ចេញពីម៉ាស៊ីនក្រឡុកគឺក្រុមឆបោកបានវេចខ្ចប់រុំស្កុតពណ៌លឿងនិងប្រាប់ថាប្រាក់ទាំងនេះមិនទាន់ហែកភ្លាមៗទេត្រូវទុកច្រើនខែសិនទើបហែកស្កុតបានបើមិនអញ្ចឹងមិនអាចคล้ายជាប្រាក់ពិតប្រាកដឡើយក្រោយមកមួយខែជនរងគ្រោះមានការសង្ស័យក៏បានហែកដុំប្រាក់ទាំងនោះមើលក៏ឃើញថាសុទ្ធតែជាប្រាក់ដុល្លារសែនខ្មោចនិងក្រដាសសសុទ្ធទាំងអស់ទើបដឹងថាចាញ់បោកគេជាលទ្ធផលជនរងគ្រោះខាតបង់ប្រាក់រហូតដល់$7 លានត្រង់នេះគឺក្រុមឆបោកបានបន្លំប្តូរប្រាក់នៅពេលដាក់ចូលក្នុងម៉ាស៊ីនដោយត្រឡប់ប្រាក់ពិតប្រាកដចុះទៅក្នុងប្រអប់សម្ងាត់នៅបាតម៉ាស៊ីននិងជំនួសមកវិញនៅប្រាក់សែនខ្មោចហើយសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបានត្រឹមជនជាតិស្បែកខ្មៅ2នាក់កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីធ្វើការផ្ដន្ទាទោសតាមច្បាប់រីឯបកពួកជនល្មើសដែលនៅសេសសល់កំពុងស្រាវជ្រាវស្វែងរកបន្តជាថ្មីម្ដងទៀតខ្ញុំសូមយកបទពិសោធន៍ទាំងនេះអំពាវនាវដល់បងប្អូនសូមមានការត្រេះរិះដោយប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតកុំឲ្យសេចក្តីលោភលន់មកបិទបាំងភ្នែកនិងរារាំងដល់ការពិចារណាយើងបានព្រោះថាលើលោកនេះពុំមានផលប្រយោជន៍ឯណា
រត់មករកយើងដោយឯកឯងទេបើគេប្រាប់យើងថាអាចរកប្រាក់បានស្រួលដោយមិនបាច់ប្រឹងយើងត្រូវសួរខ្លួនឯងថាម្ដេចគេមិនសងំរកម្នាក់ឯងបែរជាមកហៅរកយើងឲ្យចូលរួមចែករំលែកឬកាត់បន្ថយផលប្រយោជន៍របស់គេតើយើងត្រូវជាអ្វីនឹងគេចុះម្ដេចគេមិនយកផលប្រយោជន៍ទាំងនោះទៅចែករំលែកជាមួយប្រពន្ធកូនបងប្អូនសាច់ញាតិមិត្តភ័ក្តិស្និទ្ធស្នាលឬជនរួមជាតិគេនេះហើយជាទម្រង់នៃការបោកប្រាស់សូមអរគុណ